មុខម្ហូបសំខាន់ដំបូងដែលជាពិធីជប់លៀងដ៏អស្ចារ្យមួយដើម្បីចាប់ផ្ដើមវាត្រូវបានបម្រើជាមួយនឹងការស្រែកខ្លាំងនេះជំនួយការផ្ទះបាយដ៏រឹងមាំមួយ10នាក់បានលើកគំរបមហាយធំចំនួន6នៅចង្ក្រានក្នុងពេលតែមួយក្លិនក្រអូបបានហុយឡើងលើអាកាសបំពេញទីធ្លាគ្រួសារយ៉ាវទាំងមូលភ្លាមវាពោពេញទៅដោយរសជាតិហឹរនៃផ្កានេះភាពសម្បូរបែបនៃសាច់ជ្រូកចំហុយនិងភាពផ្អែមពិសេសនៃស្ពៃខ្មៅរក្សាទុកវ៉ាងចាស់សម្លេងរបស់គាត់ស្អប់ដោយសារការស្រែកបានលើកចានធំមួយដែលមានអក្សរពណ៌ក្រហមនៅលើវាគាត់បានធ្វើការបង្វែរភ្លាមនៅលើអាកាសដោយបង្វែរចានទៅលើចានពណ៌ខៀវនិងដែលមានអក្សរធំនៅពេលដែលបាតចានត្រូវបានលើកសាច់ជ្រូកចំហុយរហមភ្លឺចែងចាំងត្រូវបានបង្ហាញដល់មនុស្សគ្រប់គ្នានៅផ្នែកខាងលិចនៃឡានក្រុងអ្នកភូមិជាង300នាក់អង្គុយលើកៅអីផ្លាស្ទិកពណ៌ក្រហមញ៉ាំអាហារដោយភាពរីករាយយ៉ាងខ្លាំងមុខមនុស្សគ្រប់គ្នាញឹមដោយការពេញចិត្តនិងសេចក្តីរីករាយពិតប្រាកដសម្លេងញ៉ាំអាហារដែលមិនអាចបិទបាំងបាននិងក្លិនក្រអូបនៃសាច់ត្រូវបានខ្យល់បក់ចូលទៅក្នុងលុបការពីកម្ដៅថ្ងៃដ៏ប្រណីតនៅផ្នែកខាងកើតនៅខាងក្នុងតង់ភ្ញៀវកិត្តិយសរាប់សិបនាក់ដែលបានធ្វើដំណើរពីចម្ងាយកាន់សាច់គោប្រឡាក់ឈាមដែលមិនអាចកាត់បើកបានកំពុងទំពាស្លឹកសាឡាតជូរចត់ពេលដែលក្លិនក្រអូបឡើងនៃសាច់ជ្រូកស្ងោរជាមួយស្ពៃខ្មៅរក្សាទុកបានហុយចូលមាននរណាម្នាក់លេបទឹកមាត់យ៉ាងលំបាកហើយសម្លេងនោះហាក់ដូចជាឆ្លងមិនយូរប៉ុន្មានតង់ទាំងមូលពោពេញទៅដោយសម្លេងមនុស្សលេបយ៉ែងដែលកាន់សំមួយបានកប់នៅលើអាកាសភ្នែករបស់គាត់ឡើងក្រហមដោយយសារក្លិនសាច់ជ្រូកស្ងោរភ្លាមនោះសម្លេងខ្លាំងបានចេញពីឡានក្រុងខ្ញុំបានចាប់ចំណុចទាញឆ្នាំងដែកធំដោយដៃទាំងពីរហើយអង្រួនវាឲ្យខ្លាំងបំណែកសាច់មាន់ពណ៌ក្រហមមាសនិងទឹកស៊ុបក្រាស់លេងយករួមជាមួយស្ត្រីវ័យកណ្ឌ